ជាការចាប់ដើមយើងទៅបង្កើត new Excel sheet សិនមកចូលមក new អាចជ្រើសរើសយកមួយនៅក្នុងចំណោមទាំងអស់ហ្នឹងឥឡូវខ្ញុំយក basic business invoice create អញ្ចឹងនេះគឺជា invoice របស់យើងប៉ុន្តែយើងអត់ធ្វើការលើនេះទេគឺយើងមកមើលផ្នែកក្រោមគឺយើងនិយាយអំពីការបង្កើត page ចឹងចុចអក្សរកន្លែងបូកពី3សិនមកបង្កើតជា page តមកយើង mouse ស្ដាំទៅលើហ្នឹងវានឹងបង្ហាញជា option មួយចំនួនឲ្យយើងផ្នែកខាងលើនេះគេនិយាយអំពី insert អញ្ចឹង insert មិនយើងចុចទៅវានឹងបង្ហាញជា Excel sheet មួយចំនួនដែល predefine ដោយ Excel អញ្ចឹងអត់មាន option អីផ្សេងទេហើយខ្ញុំជឿថា option នេះគឺយើងអត់ដែរប្រើទេអញ្ចឹងឥឡូវខ្ញុំដាក់ទៅមួយសិនទៅខ្ញុំឧទាហរណ៍ខ្ញុំយក long calculator នេះមួយចង់ដឹងថាវាដំណើរការមិនអូខេឥឡូវវាចេញមកហើយអញ្ចឹងគឺវាទៅ insert template ដែល Excel បានចងក្រងឲ្យតែដោយសារតែវាអត់សំខាន់យើងទៅ delete វាចេញដោយមើលស្ដាំហើយយកពាក្យថា delete វានឹងសួរយើងបញ្ជាក់យើងចុច delete មកវានឹងទៅមកឆ្វេងម្ដងទៀតនៅក្រោម delete គឺ rename គឺជាកន្លែងដែលយើងទៅបដូរឈ្មោះ page របស់យើងចង់ដាក់អី hello អូខេដាក់អីក៏បានដែរ option បន្តមកទៀតគឺ move or copy នេះគឺជាកន្លែងដែលយើងចង់ copy តារាងការងាររបស់យើងឲ្យដូចទាំងស្រុងឬក៏ត្រឹមតែបដូរទីតាំងរបស់វាបើខ្ញុំចង់ copy ខ្ញុំអាច select យក create a copy ចង់ copy ទៅដាក់ណានៅមុខ invoice នៅមុខ sheet 1 sheet 2 hello ឬក៏នៅខាងក្រោយបងឥឡូវខ្ញុំដាក់នៅមុខ invoice ខ្ញុំចុចលើពាក្យ invoice ហ្នឹងមកចុច OK អញ្ចឹង hello ហ្នឹងវានឹង load មកមុខ invoice ហើយខ្ញុំក៏អាច move វាបានយ៉ាងងាយដោយចុច mouse ឆ្វេងជាប់ទាញមកចង់ដាក់កន្លែងណាទីតាំងណាវានឹងចេញសញ្ញាព្រួយខ្មៅទូចមួយឲ្យយើងប្រឡែងមកវានឹងចូលអូខេយើងចុចមកលើពី invoice មក option មួយទៀតគឺ view code នេះយើងអត់ប្រើទេវាតាក់ទងជាមួយនឹង VBA ការទៅ save code នៅលើ Excel អញ្ចឹងយើងអត់ cover នៅក្នុងនេះទេយើងចូលមកចំណុចមួយទៀតគឺ protection នេះគឺជាកន្លែងដែលយើងចង់ចាក់សោនៅលើការងាររបស់យើងអត់ចង់ឲ្យគេទៅ edit ទៅកែទេយើងអាចធ្វើបានហើយមាន option ច្រើនអ្នកនរគ្នាអាចទៅ play around មួយវាទៅឥឡូវខ្ញុំ select យក default ហើយខ្ញុំឲ្យ password 1 2 3អូខេ1 2 3 enter វានឹងសួរបញ្ជាក់ម្ដងទៀត1 2 3អូខេអញ្ចឹងយើងអាច select បានតែនៅពេលដែលយើងវាយអក្សរចូលវាអត់ឲ្យទេវានឹង load ចេញ message ឲ្យយើងអូខេឥឡូវយើងចង់ដោះវិញយើងចុចមកស្ដាំមកហើយយកពាក្យ unlock មកអូខេដឹងអាននេះគេមិញយើងឲ្យ password មកអូខេ unprotect ចំណុចបន្ទាប់គឺតកតមួយ color ហើយចំណុចនេះគឺជាចំណុចដ៏សំខាន់ដែលវាជួយធ្វើឲ្យការងារយើងមានសោភ័ណភាពស្អាតណាខ្ញុំចូលចិត្តប្រើវាឥឡូវចូលមក color tab យើងចុច color មកបដូរអូខេយើងចុចបដូរគ្រប់ tab មកគ្រប់ sheet មកដើម្បីឲ្យយើង get familiar ជាមួយវាអូខេបន្តមកទៀតគឺតកតងជាមួយនឹង hide គឺការលាក់អញ្ចឹងយើងអាចចុចកន្លែងហ្នឹងវានឹង hide ចេញហើយបើយើងចង់បើកមកវិញយើង mouse ស្ដាំហើយយកពាក្យថា unhide វានឹង load ចេញឲ្យតើ sheet ប្រមាណដែលយើងបាន hide ហើយយើងចង់បើកមួយណាមកវិញឥឡូវខ្ញុំចុច OK មកវានឹងចេញមកចុងក្រោយគឺ select all sheet ពេលយើងចុចមកវានឹង select all ហើយអ្វីដែលសំខាន់នៅក្នុងការ select all sheet នេះគឺវាតាក់ទងជាមួយនឹងការបដូរ color ណាបើយើងចង់បដូរ color វាទាំងអស់ក្នុងពេលតែមួយយើងអាចបដូរបានអូខេ